ខ្ញុំបាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីវិលមកជួបខ្ញុំសាជាថ្មីម្ដងទៀតជាមួយនឹង CMP Defense ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីឧបករណ៍បាញ់គ្រាប់រ៉ុកែតដ៏សែនទំនើបរបស់កម្ពុជាជាស៊េរីថ្មីប្រភេទ PHL-03 ដែលបានបញ្ជាទិញប៉ុន្មានឆ្នាំមុនហើយនៅពេលនេះបានមកដល់កម្ពុជាហើយសម្រាប់ឧបករណ៍បាញ់គ្រាប់រ៉ុកែតនេះគឺជា model ទី3របស់ចិនវាបានចម្លងម៉ូដចេញពីឧបករណ៍បាញ់ BM-30 ស្មាច់របស់សូវៀត PHL-03 ត្រូវបានផលិតដោយក្រុមហ៊ុនសុភាវុធដ៏ល្បីរបស់ចិនគឺ Norinco ដោយដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2004-2005 ហើយវាជាសុភាវុធដ៏មានអានុភាពមួយនៅក្នុងចំណោមសុភាវុធនៅលើโลกសម្រាប់ឧបករណ៍បាញ់គ្រាប់រ៉ុកែត PHL-03 នេះមានឈ្មោះក្រៅមួយទៀតគេហៅថា AR2 ដែលជា model សម្រាប់នាំចេញទៅក្រៅឧបករណ៍បាញ់គ្រាប់រ៉ុកែតនេះមានគោលដៅសំខាន់កំទេចនៅក្នុងទីតាំងយុទ្ធសាស្ត្ររបស់សត្រូវពីចម្ងាយដូចជាទីបញ្ជាការបន្ទាយកាសយានដ្ឋាននិងស្ថានីយអគ្គិសនីរបស់ប្រព័ន្ធការពារអាកាសរបស់សត្រូវសម្រាប់រ៉ុកែតរបស់វាមានទំហំ300 មីលីម៉ែត្រអាចបាញ់បានចម្ងាយ70ទៅ130គីឡូម៉ែត្រដែលមានកំណុង12មានសមត្ថភាពកំទេចទីតាំងសត្រូវទំហំ67ហិកតាឲ្យឆេះខ្ទេចខ្ទីដោយបាញ់ត្រឹមតែ30វិនាទីសម្រាប់12គ្រាប់ប៉ុណ្ណោះគ្រាប់រ៉ុកែតរបស់វាមានទម្ងន់800គីឡូក្រាមដែលមានក្បាលគ្រាប់ទម្ងន់280គីឡូក្រាមហើយវាមានអនុភាពខ្ពស់នៅក្នុងការកំទេចគោលដៅគ្រប់ប្រភេទហើយវាមានប្រព័ន្ធបញ្ជាបាញ់ដោយកុំព្យូទ័រដ៏ទំនើបដោយអាចបាញ់ចំគោលដៅ 100% សម្រាប់ការនេះគឺជាការបោះជំហានដ៏សំខាន់របស់កម្ពុជាក្នុងផ្នែកទំនើបកម្មយោធាសម្រាប់កម្ពុជាយើងមិនគ្រាន់តែនាំចូលប្រភេទរ៉ុកែតនេះយើងបាននាំចូលប្រភេទកំភ្លើងធំស្វ័យប្រវត្តិចល័តផងដែរខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូក្រោយៗនិយាយអំពីកំភ្លើងធំនេះ